បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកនិយាយពីការដាំកូនចេកដាំបាទឿបាទនេះបងប្អូនចេកដែលខ្ញុំបានដាំគឺចេកណាំវ៉ាទឿបងប្អូនបាទមុននឹងបងប្អូនចង់ដាំចេកណាំវ៉ាទឿបងប្អូនគួរតែជីករណ្ដៅចំនួន3ទឹក4ជ្រុងបាទគឺដាំរបៀបហ្នឹងគឺធ្វើឲ្យកូនចេកជើងឆាប់ធំលូតលាស់ល្អបាទហេតុអ្វីបានឲ្យបងប្អូនកាប់រណ្ដៅ3ទឹក4ជ្រុងបាទព្រោះវាធ្វើឲ្យយើងដីផុសស្រួលនិងធូរដើម្បីឲ្យកូនចេកយើងឆាប់ចាប់ឫសបងប្អូនបើសិនជាបងប្អូនកាប់កាន់តែធំកាន់តែល្អបាទបើយើងចង់កាប់តូចក៏បានឬក៏ចោះដូចគេចោះខួងរុនដូចគេក៏បានប៉ុន្តែធ្វើបែបនេះគឺធ្វើឲ្យកូនចេកយើងវាធំយឺតបាទបងប្អូនការធំធាត់របស់កូនចេកគឺវាយឺតព្រោះថាដីអត់ធូរបងប្អូនបើយើងកាប់ហើយយើងជ្រួយវាធ្វើឲ្យដីមានសភាពធូរបាទដូច្នេះហើយទើបខ្ញុំឲ្យបងប្អូនដាំបែបនេះបាទគឺយើងដាំ3ទឹក4ជ្រុងរួចយើងដាក់ជីលាយជីកំប៉ុកខ្លះនិងជីដែលបងប្អូនមានយើងដាក់លាយខ្លះទៅមានន័យដាក់ហ្នឹងទៅធ្វើដូច្នេះទើបដីយើងមានជីជាតិហើយធូរបាទដូច្នេះហើយបងប្អូនសាកលបងធ្វើតាមខ្ញុំសាកលោមើលតើវាមានការលូតលាស់យ៉ាងណាដែរបាទបន្ទាប់ពីយើងដាំរួចហើយគឺយើងត្រូវការស្រោចទឹកបងប្អូនព្រោះថាបើយើងអត់ស្រោចទឹកទេកូនចេកគឺមិនងាយចាប់ឫសទេបងប្អូនហើយកូនចេកយើងគឺត្រូវការទឹកបងប្អូនហើយទឹកក៏មិនត្រូវការជោគជាំដែរបងប្អូនត្រូវការសំណើមសើមព្រោះដំណាំកូនចេកយើងគឺត្រូវការដំណាំត្រូវការទឹកមានសំណើមរហូតបាទទើបធ្វើឲ្យកូនចេកយើងមានការលូតលាស់ល្អនិងឆាប់ធំបងប្អូនបាទអញ្ចឹងសូមអរគុណច្រើនបងប្អូន